ក្រុមហ៊ុន One More Group Vital និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានសហការរៀបចំយុទ្ធនាការផ្ដល់ឈាមក្នុងទិវានៃក្តីស្រឡាញ់14កុម្ភៈក្រោមប្រធានបទផ្ដល់ឈាមផ្ដល់ក្តីស្រឡាញ់ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្នុងរាជធានីភ្នំពេញក្រោមវត្តមានលោកវិជ្ជបណ្ឌិតសុកពោប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនិងលោកជំទាវជឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One More Group Vital សកម្មភាពខាងលើនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជួបជុំអ្នកស្ម័គ្រចិត្តមកពីគ្រប់ទិសទីនិងគ្រប់ស្រទាប់វណ្ណៈរួមគ្នាផ្ដល់អំណោយឈាមដោយផ្សារភ្ជាប់អត្ថន័យនៃការចែករំលែកសេចក្តីស្រឡាញ់និងអំពើល្អជូនចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួនតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលចេញពីបេះដូងពោពេញដោយមនោសញ្ចេតនានិងសាមគ្គីភាពលោកជំទាវជឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One More Group Vital បានចាត់ទុកព្រឹត្តិការណ៍នេះជាការផ្ដល់ឱកាសឲ្យសប្បុរសជនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមទៅកាន់មនុស្សជាទីស្រឡាញ់និងមនុស្សជុំវិញខ្លួនព្រោះថាក្តីស្រឡាញ់អាចផ្ដល់ជូនតាមរយៈសកម្មភាពផ្សេងៗហើយការផ្ដល់ឈាមដោយស្ម័គ្រចិត្តគឺជាក្តីស្រឡាញ់មួយរបស់សប្បុរសជនផងដែរពោលគឺការលះបង់មួយផុសចេញពីក្រអៅបេះដូងនិងរាងកាយខណៈបច្ចុប្បន្នឈាមពុំអាចផលិតដោយរោងចក្របានឡើយបើតាមប្រសាសន៍លោកជំទាវជឹងសុគន្ធធាវីដំណក់ឈាមតែមួយផ្លោកចំណុះ330មីលីលីត្ររបស់យើងថ្ងៃនេះអាចក្លាយជាដំណក់ជីវិតសម្រាប់មនុស្សដែលកំពុងរងគ្រោះឬសម្រាប់ត្រៀមនាពេលអនាគតក្នុងន័យនេះលោកជំទាវសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដែលបានយកចិត្តទុកដាក់និងផ្ដល់ការអនុញ្ញាតដល់វិស័យឯកជនចូលរួមចំណែកក្នុងកិច្ចការសុខុមាលភាពរបស់ប្រជាជននិងចូលរួមលើកកម្ពស់វិស័យសុខាភិបាលជាពិសេសមជ្ឈមណ្ឌលជាតិផ្ដល់ឈាមផ្ទាល់តែងតែផ្ដល់ការអនុញ្ញាតដល់ Vital ឲ្យចូលរួមសហការរៀបចំយុទ្ធនាការផ្ដល់ឈាមអស់រយៈពេល15ឆ្នាំកន្លងមកនេះ Vital បដិញ្ញានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពការងាររបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនិងដំណើរការប្រមូលឈាមរួមទាំងយុទ្ធនាការនៃការចុះប្រមូលផ្ដល់អំណោយឈាមដែលឈានទៅដល់ការពង្រីកវិសាលភាពប្រមូលឈាមបន្ថែមនៅតាមបណ្ដាខេត្តនានាផងដែរលោកវិជ្ជបណ្ឌិតសុកពោប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានមានប្រសាសន៍ថានេះជាឆ្នាំទី10ដែលយុទ្ធនាការផ្ដល់ឈាមផ្ដល់ក្តីស្រឡាញ់បានផ្ដួចផ្ដើមឡើងដោយមានការចូលរួមពីដៃគូសហការពីវិស័យឯកជនតួយ៉ាងមានការចូលរួមចំណែកពី Vital ជាហូរហែរហូតមកបើតាមលោកវិជ្ជបណ្ឌិតសុកពោយុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ថ្ងៃនេះជាវេទិកាដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកបំផុសគំនិតនិងគៀកោសាធារណជនមកផ្ដល់ជាការស្រឡាញ់តាមរយៈសកម្មភាពផ្ដល់ឈាមដោយស្ម័គ្រចិត្តដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាប្រចាំសូមជម្រាបថាតម្រូវការឈាមប្រចាំថ្ងៃជាមធ្យម350ផ្លោកនៅរាជធានីភ្នំពេញខណៈតម្រូវការទូទាំងប្រទេសមានប្រមាណជិត 212,428 ផ្លោកហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្ដប់ជាង 75% នៃការផ្គត់ផ្គង់ឈាមនៅទូទាំងប្រទេស